បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានតាក់ទងជាមួយនឹង topic មួយតាក់ទងនៅពាក្យថា rich ហ្នឹងភាសាអង់គ្លេសហៅ rich ដល់ពេលភាសាខ្មែរយើងគឺការបថុយដ្ឋានក៏បានដែរឬក៏យើងហៅមួយយ៉ាងទៀតថាហានិភ័យអញ្ចឹងសម្រាប់មនុស្សយើងម្នាក់គឺតែងតែជួបនៅ rich ដោយនៅក្នុងក្រុមហ៊ុនក៏មាន rich ដែរ rich នោះបានន័យថាហានិភ័យដែលវានឹងអាចកើតមានឡើងនៅពេលដែលប្រតិបត្តិការនៅក្នុងអាជីវកម្មជាដើមហ្នឹងគឺអាចមានហានិភ័យព្រោះវាមានចំណេញមានខាតកាលណាខាតវាក៏ជាហានិភ័យតែចំណេញវាជាជោគជ័យអញ្ចឹងត្រង់ចំណុចនេះខ្ញុំចង់ជែកបន្តិចទាក់ទងជាមួយនឹងពាក្យថា rich ហ្នឹងហើយគ្នាយើងម្នាក់គឺតែងតែខ្លាចការបថុយឋានពិសេសគឺការបថុយឋានក្នុងជីវិតនឹងតែម្ដងយើងចង់បាននៅអ្វីមួយដែលឲ្យឈ្មោះថាសុវត្ថិភាពហើយលើโลกនេះវាអត់មានអ្វីដែលហៅថាសុវត្ថិភាពពិតប្រាកដទេពីព្រោះសូម្បីតែយើងធ្វើការឲ្យគេក៏វាមិនប្រកាសថាវាមានសុវត្ថិភាព 100% ដែរដល់ពេលណាដែលយើងបាត់បង់ការងារគ្រប់យ៉ាងទាំងអស់គឺយើងត្រូវបាត់បង់ប្រាក់ចំណូលជួបប្រទះបញ្ហាហិរញ្ញវត្ថុវាអាចកើតឡើងក៏ប៉ុន្តែគាត់នៅថាការធ្វើការឲ្យគេយើងវាមិនទទួលការខាតបង់អីទេទោះបីជាក្រុមហ៊ុនរស់ស៊ីខាតក៏យើងនៅតែមានប្រាក់ខែដែរក៏ប៉ុន្តែសម្រាប់ការដែលយើងរស់ស៊ីខ្លួនឯងវិនិយោគលើអីមួយខ្លួនឯងគឺយើងតែតែជួបនៅពាក្យថា rich នេះគឺហានិភ័យនេះប៉ុន្តែបងប្អូនកុំភ្លេចថារាល់ហានិភ័យទាំងអស់វាមិនសុទ្ធតែអាក្រក់ទេដោយនៅក្នុងពាក្យមួយនេះគឺគេដាក់ថាប្រសិនបើអ្នកជោគជ័យអ្នកនឹងក្លាយជាអ្នកដឹកនាំប្រសិនបើអ្នកបរាជ័យអ្នកនឹងក្លាយជាអ្នកណែនាំអញ្ចឹងយើងត្រូវដឹងថាអ្វីដែលយើងធ្វើទៅបើសិនជាអ្វីហ្នឹងវាបរាជ័យយើងត្រូវគិតថាបទពិសោធន៍ដែលយើងបរាជ័យនេះយើងនឹងយកទៅណែនាំយកទៅចែករំលែកជាបទពិសោធន៍ទៅដល់អ្នកក្រោយហ្នឹងកុំឲ្យជួបដូចយើងពីព្រោះកន្លែងដែលយើងដើរហ្នឹងវាមានបញ្ហាហើយអញ្ចឹងគឺយើងសង្ឃឹមថាអ្នកដែលបានស្ដាប់ដែលបានដឹងហ្នឹងគឺគាត់នឹងអាចជៀសវាងពីចំណុចដែលយើងធ្លាប់ជួបប្រទះហ្នឹងបើសិនបើជាយើងជោគជ័យយើងនឹងក្លាយជាអ្នកដឹកនាំអញ្ចឹងសូមបងប្អូនទាំងអស់កុំខ្លាចការបថុយឋានប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនអរគ្នាមានការច្បាស់លាស់ក្នុងខ្លួនឯងថាការបថុយឋានរបស់យើងគឺបថុយឋានក្នុងអ្វីដែលត្រឹមត្រូវឬបថុយឋានក្នុងអ្វីដែលមិនត្រឹមត្រូវដូចជាការដែលយើងបថុយឋានក្នុងអ្វីមួយដែលយើងមិនច្បាស់យើងមិនប្រកបដោយពាក្យមួយថាបើយើងស្គាល់ខ្លួនឯង 100% ស្គាល់អ្នកដទៃ 100% យើងឈ្នះ 100% ស្គាល់ខ្លួនឯង 50 ស្គាល់អ្នកដទៃ 50 មានឈ្នះមានចាញ់តែបើយើងអត់ស្គាល់ខ្លួនឯងអត់ស្គាល់អ្នកដទៃយើងនឹងចាញ់ 100% អញ្ចឹងដូចគ្នានឹងការបថុយឋានអញ្ចឹងមិនថាយើងរស់ស៊ីមិនថាយើងធ្វើអ្វីក៏ដោយឲ្យតែតទៅជាមួយនឹងការចំណាយទុនដើម្បីផលចំណេញការវិនិយោគការអីក៏ដោយគឺយើងត្រូវសិក្សាឲ្យច្បាស់តើអ្វីដែលយើងធ្វើហ្នឹងយើងមានចំណេះដឹងលើនឹងអត់យើងប្រកបបជាអត់ថាអ្វីដែលយើងធ្វើហ្នឹងគឺវាមិនមែនជាភាពបោកប្រាស់មិនមែនជាការកុហកហើយយើងត្រូវមានការសិក្សាស្រាវជ្រាវទៅលើរឿងហ្នឹងឲ្យបានច្បាស់មុននឹងការដែលយើងធ្វើការបថុយឋានអញ្ចឹងកាលណាដែលយើងច្បាស់ហើយច្បាស់ទាំងខ្លួនយើងច្បាស់ទាំងចំណេះដឹងដែលយើងដឹងពីអ្វីដែលយើងនឹងត្រូវវិនិយោគហ្នឹងដូចយើងស្គាល់អញ្ចឹងបើយើងស្គាល់រឿងនឹងច្បាស់ 100% ហើយគឺហានិភ័យនៃភាពបរាជ័យរបស់យើងតិចបំផុត
តែបើយើងស្គាល់មិនច្បាស់50អាចមានបរាជ័យអាចមានជោគជ័យតែបើយើងអត់ច្បាស់ទេកុំធ្វើខ្លួនឯងក៏មិនច្បាស់អ្វីដែលយើងវិនិយោគនោះក៏មិនច្បាស់អានឹងយើងនឹងបរាជ័យ 100% ហើយអញ្ចឹងត្រង់ប្រធានបទពាក្យថា risk នេះខ្ញុំចង់ឲ្យបងប្អូនអរគ្នាយកមកគិតឡើងវិញអញ្ចឹងរាល់ជោគជ័យទាំងអស់គឺតែងតែនៅខាងក្រោយខ្នងនៃភាពជោគជ័យគឺភាពបរាជ័យគឺបទពិសោធន៍បើសិនជាបងប្អូនអរគ្នាមិនហ៊ានបន្ថយទេមិនហ៊ានសាកល្បងទេជីវិតបងប្អូនគឺនៅតែប៉ុណ្ណឹងធ្វើការគេប៉ុណ្ណឹងរស់នៅប៉ុណ្ណឹងអញ្ចឹងបានចង់ឲ្យបងប្អូនអរគ្នាសិក្សាស្វែងយល់អំពីពាក្យថា risk ណាពួកក្នុងជីវិតនេះគ្មានអ្វីមួយដែលបានមកដោយมันមានការទុយឋានទេសូម្បីតែយើងធ្វើការគេក៏យើងមិនទុយឋានយើងវិនិយោគពេលវេលាយើងវិនិយោគសុខភាពយើងវិនិយោគជីវិតរបស់យើងជាមួយនឹងការងារករណីដែលក្រុមហ៊ុនដែលយើងធ្វើនឹងមានបញ្ហាខ្សែធនឬក៏មានបញ្ហាយើងក៏បាត់បង់ការងារយើងក៏បាត់បង់គ្រប់យ៉ាងដែរអានោះក៏ជាការបន្ថយដែរប៉ុន្តែគាត់ថាការបន្ថយបែបហ្នឹងគឺបន្ថយដែរតែវាក្នុងកម្រិតហានិភ័យទាបមិនមែនដូចជាការដែលយើងរស់ស៊ីខ្លួនឯងមិនមែនដូចជាការយើងវិនិយោគនោះទេអញ្ចឹងទាំងអស់នេះខ្ញុំចង់លើកឡើងមកបងប្អូនអរគ្នាឲ្យមានការសិក្សាមានការស្វែងយល់ឲ្យបានល្អិតល្អន់មុននឹងការយើងបន្ថយបន្ថែមអញ្ចឹងទោះបីជាការបន្ថយបន្ថែមរបស់យើងបរាជ័យយើងនឹងខ្លាយជាអ្នកណែនាំដ៏ល្អប៉ុន្តែបើយើងជោគជ័យយើងនឹងខ្លាយជាអ្នកដឹកនាំចឹងសង្ឃឹមថាការចែករំលែកទាំងអស់នេះនឹងបានជាប្រយោជន៍ដល់បងប្អូនអរគ្នាសូមអរគុណ